ការពីភាគមុនទេពីបានទេមកផលិនប្រាប់ពីតំណែងតំណងរបស់នាងនិងបញ្ញាបងបញ្ញានេះបងបានធ្វើថ្មីខ្លះនេះអូននិយាយអីទៅបងត្រូវតែធ្វើការណាក៏មកបង្ហាញពេលវេលារបស់បងនេះប្រកាសសម្ដែងណាបងធ្វើថ្មីខ្លះបងគួរតែដឹងច្បាស់ខ្លួនឯងហើយបងមិនស្រីមែនទេផលិននេះអូននិយាយស្អីតំណែងមែនទេបានជាមកចោតប្រកាន់បងបែបនេះនោះស្រីម្នាក់ដែលឈ្មោះទេពីនឹងជាស្រីរបស់បងមែនទេមិនក៏បងធ្វើបែបនេះដាក់ខ្ញុំបានថាម៉េចនេះទៅដឹងរឿងមកពីណាទេអត់ទេបងមិនដឹងទេណានេះបងនាងមានមកបកកាយទៀតមែនទេនាងតែប្រាប់អូនខ្លាំងក្តីថានាងនិងបងមិនได้ជាមួយគ្នាហើយនាងតាំងខ្លួនជាប្រពន្ធបងបញ្ញាមិនក៏បងធ្វើដល់អូនបែបនេះប្រាប់អូនព្រាមមកអូនេះទេពីគេទេមកមែនទេបើជ្រុលจะដឹងហើយបងប្រាប់អូនតែម្ដងទេចាមែនហើយបងនឹងទេពីតាក់តងគ្នាច្រើនខែមកហើយបងក៏ត្រៀមនឹងយកនាងមកនៅក្នុងផ្ទះនេះដូចគ្នានាងនឹងជាប្រពន្ធរបស់បងម្នាក់ទៀតណាអូនទទួលដឹងឮផងចាអត់ទេបងមិនអាចធ្វើបែបនេះបានទេអូនមិនព្រមជាដាច់ខាតហេតុអីបានជាមិនបានបងជំនួសប្រុសត្រូវតែមានទំនួលខុសត្រូវលើស្ត្រីអញ្ចឹងហើយអូនឲ្យបងបានខ្លួននាងហើយគិតបោះបង់នាងមែនទេអូនចង់ឲ្យប្តីអូនណាជាមនុស្សដែលគ្មានទំនួលខុសត្រូវមែនទេហើយចុះបងធ្វើបែបនេះបងមិនគិតឲ្យចិត្តអូនដែរទេអត់ទេអូនមិនព្រមទេបងមិនទាំងអាចយកផ្សេងមកនៅក្នុងផ្ទះបានទេបងមានអូនហើយអូនមិនព្រមនោះទេវាមិនសំខាន់ថាអូនព្រមឬមិនព្រមនោះទេសំខាន់លើបងជាអ្នកសម្រេចក្នុងរឿងនេះពេលនេះលោកប៉ាណាម៉ាបានប្រកល់គ្រប់យ៉ាងឲ្យមកបងហើយបងមានសិទ្ធិក្នុងផ្ទះនេះទាំងអស់អត់ទេបងបញ្ញាបញ្ញានេះឯងទៅធ្វើស្អីហានេះមានគិតដល់ចិត្តផលលឹងដែរទេគ្មានរឿងធំដុំអីទេណាប៉ាខ្ញុំបានសន្យាជាមួយទេពីហើយថានឹងមើលថែនាងខ្ញុំមិនអាចគាត់ពីសន្យាបានទេតែឯងកំពុងតែធ្វើបាបចិត្តរបស់ផលលឹងហើយណាមិននឹកស្មានថាឯងជាមនុស្សបែបនេះសោះខ្ញុំសម្រេចចិត្តហើយណាប៉ាស្អែកនេះទេពីនឹងមានវត្តមានក្នុងផ្ទះរបស់យើងម្នាក់ដែរក្នុងនាមជាប្រពន្ធរបស់ខ្ញុំបញ្ញាមុននឹងធ្វើអីមានគិតដល់ចិត្តប៉ាម៉ាក់ដែរទេត្បិតតែម៉ាក់មិនចូលចិត្តផលីនតែម៉ាក់ក៏មិនគ្រប់គ្រងទង្វើរបស់កូននៅពេលនេះដែរប្រពន្ធមួយប្រពន្ធពីរយ៉ាងម៉េចទេក្រែងឯងនេះស្រឡាញ់ផលីនស្ទើលេបមិនអញ្ចឹងហីមិនក៏ទៅយកស្រីមកពីណាក៏មិនដឹងមកធ្វើជាប្រពន្ធម្នាក់ទៀតម៉ាក់ខ្មាស់គេខ្លាំងណាស់បាទម៉ាក់ខ្ញុំស្រឡាញ់ផលិនមែនម៉ាក់ចង់ឲ្យខ្ញុំធ្វើមិនទេខ្ញុំមិនអាចចោលទេពីបានទេណាខ្ញុំបានជ្រុលជាមួយនាងហើយយ៉ាងណាខ្ញុំត្រូវតែទទួលខុសត្រូវលើនាងនិងយកនាងមកនៅក្នុងផ្ទះរបស់យើងម្នាក់ទៀតសម្រាប់អញ្ចឹងចិត្តណាបងបញ្ញាមិននឹកស្មានថាបងធ្វើដល់ខ្ញុំបែបនេះសោះអាណាពេលសន្យាដែលបងថាស្រឡាញ់តែខ្ញុំម្នាក់នោះហើយក៏ពេលនេះបងធ្វើឲ្យខ្ញុំឈឺចាប់លុះស្អែកឡើងបញ្ញាក៏បាននាំទេពីមកផ្ទះរបស់ខ្លួនលោកប៉ាណាម៉ានេះជាទេពីនេះជាម៉ាក់ប៉ារបស់ខ្ញុំចាជម្រាបសួរអ្នកម៉ាក់លោកប៉ានេះលោកប៉ាអ្នកម៉ាក់ឆោពិតជាស្រស់ស្អាតណាស់និងស្រស់សង្ហាពិតមែនថែមទាំងនៅក្មេងៗទៀតហើយយ៉ាងម៉េចបានមកចាប់កូនប្រុសខ្ញុំនោះដឹងទេថាគេមានប្រពន្ធហើយមកចេះធ្វើបែបនេះទៅកាន់ប៉ាជាសំទោសមែនម៉ាក់ការខ្ញុំស្គាល់គាត់ខ្ញុំមិនដឹងថាគាត់មានប្រពន្ធទេខ្ញុំទៅតែដឹងលើក្រោយនេះអ្វីក៏វាបានជ្រុលអស់ទៅហើយខ្ញុំដកចិត្តមិនបានពីបងបញ្ញាទេខ្ញុំស្រឡាញ់គាត់ទោះសិតត្រឹមជាប្រពន្ធចុងក៏ខ្ញុំព្រមសូមត្រឹមតែបាននៅក្បែរគាត់គឺខ្ញុំគ្រប់គ្រាន់ណាស់ទៅហើយនេះពិតជាកំពីមែនតើនឹងទៅជាយ៉ាងណាទៀតកូនបញ្ញាចំណងកូនចង់កូនត្រូវតែជាអ្នកស្រ័យណាប៉ាមិនដឹងទេចាប់ពីពេលនេះតទៅបើមានរឿងអីក៏មកសួរប៉ាឲ្យសោះហើយមិនដឹងជាស្អីទេរញ៉េរញ៉ៃណាម៉ាក់មិនដឹងទេឯងចាំធ្វើស្អីក៏ធ្វើទៅមិនចូលចិត្តយើងមែនទេចាំមើលតែយើងមានសិទ្ធិពេញលេញនៅក្នុងផ្ទះនេះនិយាយកញ្ចាស់ឯងប្រកាសជាខ្ទាតទៅនៅវត្តហើយអូនពិតជាអរគុណបងណាដែលគោរពតាមពាក្យសន្យាចំពោះអូនសូមផ្ញើខ្លួនផ្ញើប្រាណនៅទីនេះហើយណាត្រូវធ្វើខ្លួនឲ្យល្អឲ្យម៉ាក់ប៉ាគាត់ចូលចិត្តហើយត្រូវចេះជួយការងារក្នុងផ្ទះផងដែរអ្នកម៉ាក់គាត់ចំនួនស្អាតបាតគាត់មិនចូលចិត្តភាពរញ៉េរញ៉ៃនោះទេការងារផ្ទះមានអីធ្វើគាត់ធ្វើទៅណាចាអូននឹងបំពេញតួនាទីជាប្រពន្ធដ៏ល្អនិងជាកូនប្រសារដ៏ល្អក្នុងផ្ទះនេះនឹងមិនឲ្យគ្រប់គ្នាខកចិត្តនោះទេ
អីចេះខុសលោកបញ្ញាមានស្រីពិតមែនមិនតែប៉ុណ្ណោះនាំមកផ្ដោតជាតំណែងជាប្រពន្ធចុងទៀតនេះអ្នកនាងផាលីនណាមិនទៅមើលមុខប្រពន្ធចុងលោកបញ្ញាទេអី តែមកមកធ្វើអីទេមិននៅក្រៅឲ្យទៅខាងអ្នកដែនទេព្រោះនៅក្នុងផ្ទះតែមួយទេ ខ្ញុំយល់អារម្មណ៍អ្នកនាងផាលីនប្រកាសណាស់ប្រកាសជាឈឺចាប់ហើយដែលលោកបញ្ញាធ្វើដាក់អ្នកនាងបែបនេះយើងជាប្រពន្ធដែលរស់ក្រោមការផ្គត់ផ្គង់របស់គេគឺអញ្ចឹងហើយតវ៉ាអីកុំឈ្នះគេដែរ មែនហើយទៅបានក៏មិនឈ្នះគេធ្វើអីតាមតែចិត្តគេមិនខ្វល់ពីអារម្មណ៍របស់យើងថាយ៉ាងណានោះទេ អញ្ចឹងហើយបានជាខ្ញុំមិនទាន់ចង់បានគ្រូសាស្ត្រនោះចាំខ្លួនឯងមានលំនឹងក្នុងជីវិតសិនគិតថាមកធ្វើការនៅទីនេះគ្រាន់បានលុយធ្វើដើមទុនបើកហាងបុកល្ហុងដ៏តូចមួយគ្រាន់រកជាចំណូលដល់ខ្លួនឯងបានមិនចាំពឹងផ្អែកលើប្តីទេ មែនហើយព្រោះអនុញ្ញាតបែបនេះខ្ញុំភ្លេចគិតអាចចឹងរវល់តែពិបាកចិត្តភ្លេចគិតធ្វើរឿងដែលជាក្តីសម័យខ្ញុំក៏ចង់បើកហាងលោកនោះមួយតូចដែរណាពេលនេះដើមទុនខ្ញុំមានហើយខ្ញុំនឹងធ្វើរឿងនេះក្នុងពេលឆាប់ៗ ហើយអ្នកនៅក្នុងផ្ទះបាត់តាណាអស់ហើយនៅក្នុងផ្ទះបាយក៏មានអីស៊ីឃ្លានសឹងស្លាប់ហើយមិនទាន់បានអីស៊ីផងអេនេះនាងនាងជាមនុស្សដែលខ្ញុំជួបនៅហាងសម្លៀកបំពាក់ថ្ងៃមុនមែនទេតាមពិនជាអ្នកបម្រើក្នុងផ្ទះនេះសោះពិតជាចៃដន្យណាស់មកល្អហើយនេះនៅសល់អីស៊ីដែរទេខ្ញុំពិតជាហេវណាស់ នាងនិយាយស្អីហ្នឹងណាជាអ្នកបម្រើទេ តើមានអ្នកណាទៀតទេគឺជានាងនឹងហើយធ្វើខ្លួនទូមុខតុយមួយបែបនេះបើមិនមែនជាអ្នកបម្រើគឺជាស្អីទៅវិញទេអ្នកនាងផាលីនគឺជាប្រពន្ធលោកបញ្ញាគាត់មិនមែនជាអ្នកបម្រើទេចាស់ នេះមែនទេជាមកបាត់ប៉ិតស្រីយកប្តីគេណោះនាងខ្លាំងណាស់ក្នុងទូរស័ព្ទក៏ខ្លាំងនៅក្រែក៏ខ្លាំង ថាម៉េចជាប្រពន្ធបងបញ្ញានេះជាអ្នកបងផាលីនទេអីសុំទោសអ្នកបងខ្ញុំមិនស្គាល់ម៉ាញ់នេះស្មានតែអ្នកបម្រើសុំទោសណាញ់ មិនបាច់មកសម្ដែងទេខ្ញុំចូលចិត្តធម្មជាតិថេបពិតបែបណាក៏ចេញមកសម្ដែងធ្វើអីតាបើខ្ញុំដឹងថេបពិតនេះទៅហើយណោះ នេះខំតាំងចិត្តមកគោរមព្រោះគិតថាជាប្រពន្ធមុនតែមិនអីទេបើមិនចង់ឲ្យខ្ញុំគោរមខ្ញុំនឹងលេងតាមនឹង ខ្ញុំក៏ចិត្តនឹងណាចិត្តធ្វើបែបនេះទៅរួចដឹងថាគេមានប្រពន្ធហើយនៅតែឃ្លានប្តីគេទៀតហើយនៅមកក្រេះចូលមកនៅក្នុងផ្ទះគេទៀត ចំពោះរឿងនេះអ្នកបងទៅសួរបងបញ្ញាតេងគាត់ស្រឡាញ់ខ្ញុំគាត់ចង់ឲ្យខ្ញុំរស់នៅក្នុងផ្ទះជាមួយគាត់អាចថាមកពីគាត់ធុញនឹងប្រពន្ធមុខចាស់ពេកទេដឹងបំរើប្តីមិនបានល្អអញ្ចឹងហើយគាត់ត្រូវការរបស់ថ្មីឈ្ងុយស្រួយព្រោះថារបស់ដដែលនេះវាតលាន់ នេះមិនដែលលើគេនិយាយទេអី មិននឹកស្មានថាបងបញ្ញាយកស្រីចរិតបែបនេះចប់តែសោះ នាងនិយាយបានន័យថាម៉េចបើយើងមិនល្អក៏បងបញ្ញាមិនស្រឡាញ់យើងដែរហើយបើនាងល្អគ្រប់គ្រាន់បងបញ្ញាក៏មិនស្រឡាញ់ខ្ញុំដែរមកពីនាងនេះវាគ្មានបានការគ្មានសមត្ថភាពធ្វើឲ្យបងបញ្ញាមានក្តីសង្ឃតែគាត់មកយកខ្ញុំនាងគួរតែអរគុណខ្ញុំមកទៅវាត្រូវមើលស្អីតែនិយាយចំចំណុចមែនទេបានជាធ្វើមកបែបនេះនោះអ្នកណាជាអ្នកបម្រើអ្នកសាក់រួញកញ្ញាញ់គឺជំនាញមែនទេជួយឆាមីបន្លែឲ្យយើងបន្តិចមកយើងឃ្លានណា អូយមីក៏មានសាច់គោក៏មានបន្លែនៅក្នុងទូទឹកកកមានដែនតាធ្វើខ្លួនឯងទេនេះហ៊ានតមកនឹងចវាយនាយផងមែនទេខ្ញុំក៏ជាប្រពន្ធបងបញ្ញាម្នាក់ដែរជាចវាយរបស់នាងម្នាក់ដែរបើមិនចង់ធ្វើឲ្យខ្ញុំទេខ្ញុំនឹងប្រាប់រឿងនេះដល់បងបញ្ញានាងចង់អត់ការងារធ្វើមែនទេ ធ្វើនេះចាស់ព្រមនោះស្រីតោប្តីគេស៊ីបែបនេះមិនចេះធ្វើអីក្រៅពីដល់ប្តីគេទេព្រោះវាជាចំណេញរបស់នាង ខ្លាំងសិនចាស់ចាំមើលខ្ញុំនឹងធ្វើឲ្យនាងខ្ទាតចេញពីទីនេះឲ្យតតែបាន នៅស្លើដល់ណាទៀតឆាប់ធ្វើតាខ្ញុំឃ្លានណាស់ខ្ញុំចាំនៅក្នុងបន្ទប់ធ្វើឲ្យខ្ញុំផង ផាលីនបានមកចូលហាងតូចមួយកន្លែងដើម្បីបើកអាជីវកម្មហាងនំរបស់នាង ខ្ញុំពេញចិត្តទេនេះណាទេធ្លាសារ៉ាមសាកសមអាជីវកម្មខ្នាតតូចរបស់ខ្ញុំគិតថានឹងចូលទៅនេះហើយ អញ្ចឹងតើនាងគិតដាក់ចូលប្រហែលឆ្នាំដែរ ខ្ញុំគិតថាសុំតែមួយឆ្នាំសិនសាក់ម៉ែព្រោះបើសិនជាអាជីវកម្មដំណើរការលូតលាស់ខ្ញុំនឹងគិតគូរជួតបន្តទៀតតែពេលនេះសុំដាក់មួយឆ្នាំសិនលោកគិតយ៉ាងម៉េច សម្រាប់ខ្ញុំស្រេចតែនាងទេនាងចង់ចូលប្រហែលឆ្នាំក៏បានដែរណា បើចឹងសម្រាប់ថាខ្ញុំចូលមួយឆ្នាំសិនចុះណាប
បើចំណាននោះចាំចាំនិយាយគ្នាទៀតចឹងខ្ញុំត្រូវធ្វើមិនទៀត យើងត្រូវធ្វើកិច្ចសន្យាជាមួយច្បាប់សម្រាប់បញ្ជាក់ពីរឿងនេះ គ្មានបញ្ហាទេចឹងឆាប់ខ្ញុំនឹងឲ្យគេមករៀបចំទីនេះដាក់សម្ភារៈបានហើយមែនទេ ប្រកាសណាស់តាមសប្បាយចោះតែពេលនេះយើងទៅធ្វើកិច្ចសន្យាជាមួយគ្នាសិនទៅណាតោះឆាប់ទៅតា ហើយនាងផាលីនវាទៅណាទៀតហើយឯងមើលប្រពន្ធឯងចាស់មិនចេះនៅផ្ទះទេតិចនាងឃើញឯងមានប្រពន្ធចង់នាងទៅរកប្តីចង់ដែរទៅ នាងថានាងតែមើលទីតាំងហាងរកស៊ីរបស់នាងខ្ញុំជួយប្រកែកនឹងនាងណាម៉ាតាមតែនាងតែនាងចង់មកឆាវមិនដោយនាងសិនតែ ទៅរកស៊ីស្អីទៅមានលុយប្រមាណហ្នឹងលក់ដូរកំពេចកំប៉ុកបានប្រមាណទេតិចថាឡុងចង់មកយកលុយនៅក្នុងផ្ទះដាច់ខាតមិនបានទេណាម៉ាក់ប្រាប់ឲ្យហើយ នាងនិយាយថាមិនយកលុយពីផ្ទះមួយកាមួយសេននោះទេម៉ានាងប្រាប់តែលុយរបស់នាងទេហើយតាមតែនាងតែម៉ា ហើយចុះនាងទេពីប្រពន្ធចង់ឯងនោះនេះមិនគិតចេញមកធ្វើស្អីខ្លះទេអេសងំនៅតែក្នុងបន្ទប់នោះណែមិនមែនមកឲ្យដេកស៊ីទេណាមកនៅទីនេះគឺត្រូវតែចេះជួយធ្វើការងារផ្ទះគ្នាផង ឲ្យនាងសម្រាប់សិនទៅណាម៉ាណាមួយនាងទៅតែមិននៅទីនេះមិនទាន់ថ្នាក់នឹងទីនេះទេហើយការងារផ្ទះ ហើយនៅក្នុងផ្ទះធុញណាគ្មានអីសប្បាយទេមនុស្សធ្លាប់តែសប្បាយហឺហាឲ្យមនុស្សស្ងៀមបែបនេះដូចជាមានអារម្មណ៍ថាមិនដឹងទេអ្នកនាងទេពីលោកស្រីម៉ាឡែណាឲ្យហៅតែជួបគាត់នៅក្រៅតើមានការអីជាមួយខ្ញុំទេខ្ញុំក៏មិនដឹងដែរគាត់ប្រាប់ឲ្យមកហៅអ្នកនាងចេញទៅជួបគាត់បន្តិចមកខ្ញុំដឹងហើយបន្តិចទៀតខ្ញុំទៅជួបឥឡូវហើយ តាយាយកញ្ចាស់នេះមានការអីជាមួយខ្ញុំទេប្រហែលជាគ្មានរឿងអីល្អទេមើលទៅនោះបានលើមកថាកាច់សម្បើមណាស់ត្រូវតែរៀបរឹកបន្តិចឲ្យទៅបាននេះអ្នកម៉ាក់ក្មេកមានការអីជាមួយខ្ញុំមែនទេខ្ញុំបានលើកក្អាត់មកប្រាប់ខ្ញុំអញ្ចឹង នឹងហើយនេះកាត់សង្ងំទៅនៅក្នុងបន្ទប់មិនគិតចេញមកធ្វើស្អីខ្លះទេអីចាគេថារៀបនឹងចេញមកដែរក៏បានលើកក្អាត់មកហើយល្មមនេះសម្រាប់ថាអ្នកម៉ាក់មានការអីជាមួយខ្ញុំមែនទេយើងហៅនាងមកទីនេះគឺចង់សួរនាំខ្លះពីសាវតារបស់នាងជាកូនអ្នកណាងស្រុកកំណើតនៅឯណាងពីមុនមកធ្វើការអីខ្លះនិយាយពីប្រវត្តិរបស់នាងឲ្យយើងស្ដាប់បន្តិចមកព្រោះមុននឹងចូលក្នុងផ្ទះនេះយើងត្រូវតែស្គាល់ពីសាវតារបស់នាងដែរមិនចេះតែយកមនុស្សខ្ចាត់ព្រាត់មកពីណានោះទេចាអ្នកម៉ាក់ខ្ញុំជាអ្នកកំប៉ុងសោមម៉ាក់ប៉ារបស់ខ្ញុំស្លាប់អស់ហើយសប្តាហ៍ថ្ងៃរស់នៅម្នាក់ឯងបានកូនបនបងបញ្ញាស្រេចស្រង់យកមកនៅទីនេះខ្ញុំគ្មានអ្នកណាទៀតទេក្រៅពីបងបញ្ញានោះហើយរាល់ថ្ងៃនេះនាងធ្វើការអីដែរហើយយ៉ាងម៉េចបានមកតាក់ទងគ្នារហូតមានរឿងដល់ថ្នាក់នេះនោះចាអ្នកម៉ាក់ខ្ញុំជាអ្នកធ្វើការនៅក្នុងក្រុមហ៊ុនឯកជនមួយកន្លែងតែដោយសារក្រុមហ៊ុនមានបញ្ហាខ្សែធនក្រុមហ៊ុនក៏ត្រូវបាត់ខ្ញុំក៏បាត់បង់ការងារហើយចំពោះរឿងខ្ញុំនិងបងបញ្ញាខ្ញុំបានជួបគ្នាដោយចៃដន្យហើយតែមាននិស្ស័យជាមួយគ្នាពួកយើងក៏បានតាក់ទងជាមួយគ្នារហូតមកទល់ពេលនេះហើយតាក់ទងគ្នានោះមានដឹងទេថាគេមានប្រពន្ធដែរទេខ្ញុំមិនចង់ឲ្យកូនប្រុសខ្ញុំមានប្រពន្ធ2 3ទេណាត្បិតតែខ្ញុំនេះមិនចូលចិត្តកូនប្រសាខ្ញុំមែនតែខ្ញុំក៏មិនគាំទ្រទង្វើកូនបញ្ញាដែរណាអ្នកមកឲ្យខ្ញុំធ្វើបែបណាទេបើខ្ញុំនឹងបងបញ្ញានៅពេលនេះខ្ញុំមិនអាចអត់ពីបងបញ្ញាបានទេណាម៉ាក់កូនតែយល់ពីចិត្តមនុស្សស្រីដូចគ្នាស្រឡាញ់តែមិនចង់បាត់បង់នោះទេទូខ្ញុំមកទីនេះគ្មានការរៀបចំពិធីបំពេញមុខមាត់តែខ្ញុំក៏សុខចិត្តឲ្យតែខ្ញុំបាននៅចិត្តបងបញ្ញាទៅគឺបានហើយយើងមិនដឹងទេស្រេចតែពួកឯងទៅតែចូលមកនៅក្នុងផ្ទះនេះត្រូវតែចេះជួយការងារផងមិនមែនមកដេកស៊ីទេណាកិច្ចការក្នុងផ្ទះមានអីធ្វើបានក៏ទៅធ្វើទៅធ្វើរឹកពីមិនចូលចិត្តយើងខ្ញុំក៏ជាប្រពន្ធបងបញ្ញាម្នាក់ដែរយ៉ាងម៉េចគិតឲ្យខ្ញុំទៅធ្វើការដូចជាអ្នកបម្រើទាំងនោះមែនទេយាយកញ្ចាស់នេះវើយហេនោះបងផាលីនតាល្អហើយកំពុងតែចង់ជួបមកកល្មមបងផាលីននេះចៃដន្យណាស់តែណាមកណាដែរបងបានជាមកដល់ទីនេះអូហូនេះអូនីសាទេម៉ាស់អង្គុយលេងសិនមក
នេះបងចេញក្រៅបានហើយមែនទេធម្មតាបងមិនចូលចិត្តចេញក្រៅមែនទេឃើញបងនៅក្រៅបែបនេះសប្បាយចិត្តណាស់ប្រហែលជាមានការសំខាន់ហើយមែនទេបងចាអូនក៏បងរើមកទីតាំងបើខាងលក់នំនឹងណាពេលនេះរកបានហើយគឺនៅក្នុងផ្សារនេះហើយប្រហែលជាទឹកក្រោយចាប់ផ្ដើមដំណើរការហើយពិតមែនទេបងនេះខ្ញុំសប្បាយចិត្តណាស់ដែលបងអាចធ្វើរឿងនេះបានមករយៈណាខ្ញុំរវល់ពេកមិនបានទៅលេងជាមួយបងសងបើហាងបងនៅក្នុងផ្សារនេះចិត្តខ្ញុំហើយហាងលក់សម្លៀកបំពាក់ខ្ញុំមកក៏នៅក្នុងផ្សារនេះដែរណាចូលរួមត្រីអោផងណាបងចាអរគុណណាអូនតែបងនៅតែមិនសប្បាយចិត្តរឿងអីតើបងនេះរាប់តែបងមិនគ្រប់ត្រមែនទេអ្នកផ្ទះមិនគ្រប់ត្រជារឿងមួយរឿងដែលប៉ះពាល់ផ្លូវចិត្តបងខ្លាំងនោះតែបងបញ្ញាគាត់មានស្រីមិនតែប៉ុណ្ណោះគាត់ថែមទៅយកស្រីនោះមកនៅក្នុងផ្ទះទៀតគឺបងបែបចិត្តក្នុងរឿងនេះណាថាម៉េចបងបញ្ញាមានស្រីមែនទេពុទ្ធោមានរឿងដល់ថ្នាក់នេះផងមែនទេនេះខ្ញុំមិនបានជួបបងប្រហែលថ្ងៃបងជួបរឿងបែបនេះឯងបងបញ្ញាមិនសមធ្វើបែបនេះដាក់បងសោះហើយបងគិតយ៉ាងណាទេបងយល់ព្រមដែរហ៎បងមិនយល់ព្រមឲ្យបងទៅធ្វើអីគេបានត្រឹមតែខូចចិត្តឆែចាប់បងទៅបាត់ឲ្យគេធ្វើមកលើបងពេលមុនពិបាកចិត្តរឿងមកក្មេងតែពេលនេះមកពិបាកចិត្តរឿងប្តីទៀតបងល្បីណាអូនរឹងមុំឡើងណាបងបើបងទន់ជ្រាយបងនឹងជួបរឿងឈឺចាប់ច្រើនជាងនេះទៅទៀតបងមិនអាចតតាំងជាមួយគេបានព្រោះតែបងគ្មានអត្តពលក្នុងគ្រួសារណាឈ្មោះជាប្រពន្ធដែលនៅតែផ្ទះចាំចៅលេប្តីត្រូវគេនិយាយមកក្រោយចឹងហើយតែខ្ញុំខំដូចជាសពថ្ងៃនេះមិនចាំចៅលេប្តីនោះទេអូនថាត្រូវហើយបែបនេះហើយតែបងមកទីនេះមករៀនរកស៊ីបងមិនអាចមិនឲ្យខ្លួនឯងគេមកងាយទៀតនោះទេរឿងផ្លូវចិត្តជារឿងមួយតែបើយើងមិនឲ្យរឿងផ្លូវចិត្តមកពេលលោកយើងខ្លាំងពេកយើងរត់តែខ្លាចជាមនុស្សគ្មានតម្លៃក្នុងខ្សែភ្នែកគេថែមទៅទៀតបងយល់បែបនេះគឺល្អណាស់បងខ្ញុំសប្បាយចិត្តណាស់ដែលបងរឹងមាំស៊ូណាបងហើយហាងដំណើរការថ្ងៃណាដែរចាំខ្ញុំទៅជួយគ្រប់គ្រងណាចាឆាប់ហើយណាអូនអរគុណណាចឹងល្អណាស់បងខ្ញុំសុំទៅសិនហើយណាទុកខាងឲ្យបុគ្គលិកនៅមើលម្នាក់ឯងមិនដឹងយ៉ាងម៉េចទេចាអូនបងក៏រៀបថានឹងទៅវិញដែរនឹងណាចឹងយើងបាច់គ្នាត្រឹមនេះចាចាំទៅមើលសម្លៀកបំពាក់ពីបញ្ឆុតណាចាបងសម្រាប់បងនឹងមានការបញ្ចុះតម្លៃជាពិសេសតែម្ដងចឹងខ្ញុំទៅវិញសិនហើយណែនឹងក្អានបើលោកស្រីស៊ូនំអញត្រូវតែប្រាប់ថាយើងជួយការងារអញលើទេហេតុអីក៏ខ្ញុំត្រូវឆ្លើយបែបនេះបើអ្នកនាងមិនបានជួយអីផងនោះចង់បានគុណសម្បត្តិមែនទេណែកុំមកនិយាយបែបនេះជាមួយយើងណាយើងមិនមែននៅឋានៈដូចជាឯងទេធ្វើតែតាមយើងប្រាប់តែតែថាយើងឲ្យបងបញ្ញាដេញក្បាលឯងចាញ់ឥឡូវហ្នឹងយើងក៏មិនដែលធ្វើការផ្ទះបែបនេះទេហើយលំដាប់យើងក៏មិនមកធ្វើការចង្ក្រានបោះផ្ទះជួលផ្ទះនោះដែរតែឯងត្រូវនិយាយថាកិច្ចការផ្ទះទាំងអស់នេះគឺយើងធ្វើជាមួយគ្នាលើទេចង់ឲ្យលោកស្រីស្រឡាញ់មិនគិតប្រឹងរៀនធ្វើខ្លួនឲ្យគេស្រឡាញ់ទេតែបើជាគិតគំនិតឃើញឡាប់ស្អីបែបនេះប្រឹងតែខ្ញុំទ្រាំបានណាខ្ញុំក៏មិនទ្រាំនៅទីនេះដែរនេះក៏ប្រតិយល់អ្នកនាងផាលីនទេកុំអីប្រចទៅកន្លែងផ្សេងបាត់ហើយនេះត្រឡប់មកវិញហើយមែនទេតែណាអ្នកបងឃើញចាញ់តែតាំងពីព្រឹងស្មាននេះទៅតែម្ដងខ្ញុំទៅណាជារឿងរបស់ខ្ញុំនាងមិនបាច់មកចេះដឹងនោះទេប្រឹងធ្វើតនីតិរបស់នាងឲ្យទៅល្អទេបងកុំបារម្ភអីចំពោះតនីតិខ្ញុំនឹងផ្គប់ចិត្តបងបញ្ញាមិនឲ្យគាត់ខកចិត្តនោះទេជាពិសេសពេលគាត់នៅជាមួយខ្ញុំគាត់ថាមានសេចក្តីសុខណាស់មិនដូចនៅជាមួយអ្នកបងទេគាត់ថានៅជាមួយអ្នកបងគឺគ្មានជាតិសាសន៍នាងជំនាញណាស់ខាងរឿងលើក្រែប្រហែលជាមានបទពិសោធន៍ច្រើនហើយមើលទៅនោះឬមួយធ្លាប់ធ្វើការជាស្រីការ៉ាអូខេនេះអ្នកបងនិយាយឈួតស្អីហ្នឹងខ្ញុំហ្នឹងឯងតែធ្វើការអស់ហ្នឹងនោះប្រយ័ត្នខ្ញុំប្រាប់បងបញ្ញាថានាងមើងងាយខ្ញុំតែហ្នឹងចេញទេខ្ញុំគ្រាន់តែថាទេបើនេះមិនមែនបែបនេះផងនាងខាងធ្វើអីទេក៏ប៉ុន្តែនាងបានមើងងាយកិត្តិយសរបស់ខ្ញុំមនុស្សដូចនាងមានកិត្តិយសដែរបើមនុស្សមានកិត្តិយសគេមិនមកយកប្តីគេដូចជានាងកំពុងធ្វើពេលនេះនោះទេពិតជាបានសម្ដីណាស់ខ្ញុំនឹងធ្វើឲ្យបងបញ្ញាដេញក្បាលនាងចេញពីផ្ទះនេះឲ្យតតែបាននៅថ្ងៃណាមួយចាំតែមើលចាស់ហាច់ចូលយាយកចាស់នោះទៅណាហើយ
មើនេះទៅមកពីធ្វើការខ្លាំងខ្លួនណាតែងុយទឹកសិនទៅបងអញអូយបងអញ នេះបងធ្វើការពេញមួយថ្ងៃតម្រាប់តែបានមកផ្ទះបងនឹងទេពីណាស់ណាឲ្យបងសំថើបន្តិចមកណា អូយបងនេះខ្លួនបងសតញ្ញៈកុំអាល់អីណាបងមុននឹងក្រោយកុំតែបានទេសំខាន់ពេលនេះអូនក៏មិនទាន់បានសម្អាតខ្លួនដែរធ្វើការផ្ទះហត់ពេញមួយថ្ងៃហើយអញមកចាស់ខ្លួនសតញ្ញៈហាញ់ អូនេះទេពីជួយធ្វើការងារផ្ទះមែនទេបានចឹងល្អណាស់ ចាគឺធ្វើបើមិនធ្វើបានអ្នកណាធ្វើតាញ់បានអ្នកក្អាត់ក៏ធ្វើមិនស្អាតហើយប្រពន្ធដើមរបស់បងក៏មិននៅផ្ទះមិនដឹងទៅណាក៏មិនដឹងទិញល្ងាចទៅមកវិញអញ្ចឹងកិច្ចការផ្ទះគឺមានតែអូននឹងហើយជាអ្នកមើលការខុសត្រូវនោះ នេះផលិនយូរទៅកាន់តែយូរទៅហើយឃើញបងមិនមាត់ធ្វើអីមិនក្រែងចិត្តបងសោះ តិចលោនាងខាងនឹងបងហើយលួចទៅមានសហាយនៅខាងក្រៅទេដឹងអីបងបញ្ញា បើនាងធ្វើបែបនេះមែនបងមិនលើកលែងឲ្យនាងចដាច់ខាត់ កុំអាលគិតពីរឿងគេនាំឲ្យខូចអារម្មណ៍អីតាបងចូលបន្ទប់ទឹកតែងអូនចូលទៅដែរចាំអូនដុសក្អែលឲ្យនឹងបីអូនចូលបន្ទប់ទឹកផងនឹងអញអូយបងអញបងបញ្ញា